ជំរាបសួរបងប្អូនក្មួយៗទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីវិធីប្រឡាក់សាច់គោឆ្ងាញ់ចាដើម្បីយកទៅអាំងយកទៅចៀនណាបងប្អូនដឹងស្រាប់ហើយសាច់គោនឹងគឺជាម្ហូបដែលបងប្អូនជនជាតិខ្មែរយើងចូលចិត្តជាទីបំផុតហើយដូចខ្ញុំអញ្ចឹងរស់នៅស្រុកក្រៅយូរបានហូបសាច់គោម្ដងព្រោះសាច់គោវាថ្លៃបងប្អូនចាអញ្ចឹងបើយើងទិញរបស់ថ្លៃហើយយើងអត់ចេះប្រឡាក់ឲ្យឆ្ងាញ់ណាគឺស្ដាយលុយបងប្អូនមកមើលវីដេអូនេះបងប្អូននឹងចេះប្រឡាក់មានរសជាតិឈ្ងុយឆ្ងាញ់មិនត្រឹមតែយើងជនជាតិខ្មែរដែលចូលចិត្តណាជនជាតិបរទេសក៏អាចហូបបានដែរមើលពណ៌ចាគឺក្លិនឈ្ងុយរសជាតិឆ្ងាញ់ហើយពណ៌ស្អាតទៀតតោះមកមើលវិធីធ្វើសាច់គោនេះគឺសាច់គោអូស្ត្រាលីចាកន្លែងផុយបងប្អូនសម្រាប់សាច់គោអាំងគឺយើងយកកន្លែងផុយតែយើងយកកន្លែងស្វិតហូបទៅគឺថាតែហូបមិនស្រួលទាញមកដោយទាំងថ្មិញយើងចាហើយសាច់គោអូស្ត្រាលីហ្នឹងខ្ញុំកាត់វាដុំខ្លះទុកធ្វើ steak ចាអញ្ចឹងឥឡូវហ្នឹងខ្ញុំមកបង្ហាញនេះសាច់គោរបស់ខ្ញុំចំនួន2គីឡូបងប្អូនណាហើយនេះស្ករត្នោតហ្នឹងបងប្អូននៅស្រុកខ្មែរកន្លែងណាក៏អាចរកទិញបានដែរមែនទេចាបើអ្នកនៅស្រុកក្រៅគាត់ជួនកាលគាត់ទិញស្ករត្នោតស្ពាយតាំងពីស្រុកខ្មែរយកមកស្រុកក្រៅអញ្ចឹងណាអ្នកខ្លះទិញពី store អាស៊ីមកចាអញ្ចឹងឥឡូវខ្ញុំបញ្ជាក់ចំពោះម្ទេសបងប្អូនដាក់ប្រមាណគ្រាប់ក៏បានដែរខ្ញុំដូចជាដាក់6 7គ្រាប់ហើយខ្ទឹមសដាក់4 កាពឹសចា4 5កាពឹសទៅហើយប៊ីចេងខ្ញុំដាក់2លាបព្រាកាហ្វេហ្នឹងប៊ីចេងបងប្អូនណាចាសាច់គោនិយាយទៅសាច់គោវាមានជាតិស្រាប់ហើយបងប្អូនតែដូចសាច់គោខ្មែរវាមានជាតិស្រាប់សាច់គោអូស្ត្រាលីវាចាញ់ខ្មែរយ៉ាងតិចវាផុយតែរសជាតិអត់សូវផ្អែមដូចសាច់គោខ្មែរហើយអំបិលបងប្អូនប្រើអំបិលក្រួសមកសភាកន្លះមកសភាបាយកន្លះហើយចំណែកស្ករត្នោតបងប្អូនវល់សភាបាយយើងធម្មតាហ្នឹង4លាបព្រាចាអាហ្នឹងគឺក្បួនខ្ញុំធ្វើសាច់គោ2គីឡូប៊ីចេង2លាបព្រាកាហ្វេអំបិលក្រួស1លាបព្រាបាយកន្លះចាខ្ទឹមស4 5កាពឹសហើយនឹងម្ទេស6 7គ្រាប់ចាហើយបងប្អូនមានម្រេចបងប្អូនដាក់ម្រេចតិចតួចទៅចាចូលចិត្តម្រេចដាក់ម្រេចទៀតទៅណាចាហើយបុកវាឲ្យម៉ត់ចូលគ្នាមកបងប្អូនតែសារស្ករវាស្អិតអញ្ចឹងទៅយកសភាជួយកាយចានេះចំពោះក្បួនប្រឡាក់សាច់គោនេះគឺសម្រាប់សាច់គោអូស្ត្រាលីបើសាច់គោខ្មែរបន្ថយស្ករបន្តិចទៅចាព្រោះសាច់គោអូស្ត្រាលីវាអត់សូវផ្អែមអញ្ចឹងបានខ្ញុំដាក់ស្ករច្រើនតែបើសិនជាសាច់គោខ្មែរបងប្អូនដាក់ស្ករត្រឹម3លាបព្រាបាយអីស្ករត្នោតđấyវាគ្រប់គ្រាន់ហើយ2គីឡូចាហើយអំបិលបងប្អូនប្រើអំបិលក្រួសចាផ្ទះខ្ញុំអំបិលក្រួសគឺមានជាប់ជាប្រចាំបងប្អូនអំបិលអ៊ីយ៉ូតបាទដាក់ស្លដាក់អីដាក់ឆាទេបើពួកគ្រឿងប្រឡាក់គ្រឿងផ្អាប់គ្រឿងម្ជូរគ្រឿងងៀតគ្រឿងអីគឺខ្ញុំប្រើអំបិលក្រួសទាំងអស់ហើយបងប្អូនយកវាមកច្របល់មួយនឹងសាច់គោចាបងប្អូនគឺថាឈ្ងុយតែម្ដងបងប្អូនខ្ទឹមសម្ទេសម្រេចសិតតែមានក្លិនរបស់វាចាខ្ទឹមសក៏មានក្លិនម្រេចក៏មានក្លិនចាឈ្ងុយខែពីនោះមានតែអំបិលស្ករប៊ីចេងឃើញទេហើយបងប្អូនកុំភ្លេចដាក់ស្រាបងប្អូនដាក់ស្រា2 3លាបព្រាបាយមកបើអត់មានស្រាមិនដាក់ក៏បានដែរស្រា cooking វ៉ាញគេហៅស្រាសម្រាប់ធ្វើម្ហូបបងប្អូនអាចទិញនៅតាមតូបចាប់ហួយនៅស្រុកខ្មែរចាផ្សារធំបើតូបចាប់ហួយនៅផ្សារតូចតាមជនបទផែអត់មានលក់ឯបើនៅពេញនៅផ្សារនៅបាត់ដំបងពងសោមសៀមរាបអីទៅផ្សារធំទៅវាមានគេមានលក់អីចានិយាយតាមខេត្តក៏មានលក់ដែរទៅផ្សារធំបើបងប្អូនអត់មានស្រា cooking វ៉ាញដាក់ស្រាសក៏បានបើបងប្អូនជនជាតិចាមដែលគាត់កាន់សាសនាអ៊ីស្លាមគាត់មិនបាច់ប្រើស្រាក៏បានដែរចាព្រោះឮសូរថាខាងសាសនាអ៊ីស្លាមគេតមស្រាចានេះបងប្អូនយើងផ្អាប់វាទុកចោលកន្លះម៉ោង1ម៉ោងអីទៅហើយយើងយកវាមកអាំងអូឆ្ងាញ់ណាស់ឈ្ងុយវាឈ្ងុយខ្ទឹមសហើយនឹងម្រេចបងប្អូនចាដូចខ្ញុំបញ្ជាក់អញ្ចឹងណាសាច់គោ2គីឡូអំបិល1លាបព្រាបាយកន្លះអំបិលក្រួសប៊ីចេង2លាបព្រាកាហ្វេស្ករត្នោត4លាបព្រាបាយបើសិនជាសាច់គោអូស្ត្រាលីសាច់គោអាមេរិកបើសិនជាសាច់គោខ្មែរដាក់ស្ករត្នោតតែ3លាបព្រាបាយបានហើយចាស្រាដាក់2 3លាបព្រាបាយទៅចាម្ទេសយើងដាក់តាមចូលចិត្តចា
អូឆ្ងាញ់ណាស់បងប្អូនហូបមួយបាយក្តៅនិយាយពីថាជាតិនោះជាតិត្រូវ